សូមជូនរឿងព្រះសុវណ្ណវង្សភាគទី1កាលពីយូរលង់ណាស់មកហើយមានក្សត្រមួយអង្គព្រះនាមមហាវង្សរាជគ្រងរាជសម្បត្តិនៅវិជ័យនគរព្រះអង្គមានព្រះអគ្គមហេសីព្រះនាមសុវណ្ណវង្សាព្រះអនុជជាឧបរាជព្រះនាមចិត្តវង្សមហេសីព្រះនាមសុមន្តាទ្រង់មានព្រះរាជធីតាមួយព្រះអង្គព្រះនាមសុចិត្រាចំណេរតមកព្រះនាងសុវណ្ណវង្សបានតាំងចិត្តអធិដ្ឋានប្រាថ្នាសុំព្រះរាជបុត្រមួយអង្គព្រះនាងតែងតែរក្សានិច្ចសិលអបោសិតសិលជានិរន្តរ៍ដោយសេចក្តីអញ្ជើញនៃព្រះឥន្ទ្រាធិរាជទើបទេវបុត្រព្រះពោធិសត្វបានចុតមកចាប់បដិសន្ធិក្នុងព្រះឧទ្ធរនៃព្រះនាងលុះគ្រប់ទសមាសព្រះនាងក៏ប្រសូតព្រះរាជបុត្រមួយអង្គថ្វាយព្រះនាមថាចៅសុវណ្ណវង្សកុមារលុះព្រះរាជកុមារចម្រើនវ័យធំឡើងទ្រង់បានសិក្សាសិលសាស្ត្រចេះចប់សពគ្រប់ទ្រង់មានចរិតល្អប្រពៃជាទីសពរាជហារតីណាស់ចំណេរតមកព្រះបិតាក៏សោយទីវង្គតទៅក្រោយពេលបូជាប្រសពរួចរាល់ហើយប្រជារាស្ត្រនិងពួកមន្ត្រីមានព្រាហ្មណ៍បរហិតទូលអញ្ជើញព្រះរាជកុមារឲ្យឡើងគ្រងរាជសម្បត្តិជំនួសព្រះបិតាប៉ុន្តែទ្រង់ពុំព្រមទទួលភារៈនេះទេទ្រង់សូមឲ្យគេថ្វាយទៅព្រះពេតុលាវិញបន្ទាប់ពីព្រះបាទចិត្តវង្សឡើងគ្រងរាជមកទ្រង់មិនបានប្រព្រឹត្តឲ្យត្រឹមត្រូវតាមគន្លងប្រពៃណីឡើយចំណែកសុវណ្ណវង្សព្រះពេតុលាបានប្រទានតំណែងជាឧបរាជដល់ទ្រង់ចំណេរកាលតមកព្រះសុវណ្ណវង្សឧបរាជទូលលាព្រះពេតុលាទៅប្រពៀតព្រៃដើម្បីរកមង្គលហត្ថីតែការស្វែងរកនេះពុំបានសម្រេចឡើយទ្រង់បានចាត់អាមាត្យឲ្យធ្វើព្រះពន្លាកាត់ប្រថាប់នៅក្នុងព្រៃអស់អំឡុងជាច្រើនខែគ្រានោះនៅអរិ ឋនគរមានព្រះរាជាមួយអង្គព្រះនាមយសរាជមានព្រះរាជធីតាព្រះនាមឯកបរណីព្រះជន្ម16ព្រះវស្សាប្រកបដោយរូបសម្បត្តិដ៏ឧត្តមឧត្តមថ្លៃថ្លាមានព្រះចវីវ័នស្រស់អស្ចារ្យថ្ងៃមួយព្រះនាងគាល់បម្រើព្រះបិតាជាមួយនឹងពួកភីលៀងលុះត្រាតែចិត្តភ្លឺទើបព្រះនាងត្រឡប់មកប្រាសាទវិញហើយក៏ផ្ទុំលក់ដរាបដល់ព្រះអាទិត្យរះនៅតែមិនទាន់តើនទីទុំរីឯពួកភីលៀងក៏ដេកលក់ស្កប់ស្កល់ទាំងអស់គ្នាផងដែរជួនជាតិកៃនោះព្រះរាជាសោយសុរាស្រវឹងខ្លាំងពេកទ្រង់មិនបានឃើញព្រះរាជធីតាចូលគាល់ទ្រង់ខ្ញាល់ខ្លាំងណាស់ក៏យាងទៅប្រាសាទបុត្រីទ្រង់តូចឃើញស្រីភីលៀងដេកលក់ដល់ថ្ងៃរះដូច្នេះក៏ជេរប្រតិចខ្លាំងពួកស្រីភីលៀងភ្ញាក់ឡើងនាំគ្នារត់ពួនអស់ហើយស្ដេចយាងចូលទៅក្រឡាបន្ទំបុត្រីព្រះរាជធីតាតើនឡើងក៏ថ្វាយបង្គំសុំទោសព្រះបិតាតែដោយទ្រង់ស្រវឹងខ្លាំងពេកទ្រង់ក៏ប្រហារបុត្រីដោយព្រះបាទហើយស្ដីបន្ទោសជាច្រើនប្រការរីឯរាជធីតាមានសេចក្តីអៀនខ្មាស់យ៉ាងខ្លាំងព្រះនាងមិនចង់ទទួលការជឿចាប់ពីព្រះបិតាទៀតទេទ្រង់ក៏ភៀសព្រះកាយចូលក្នុងព្រៃឲ្យខ្សែព្រះជន្មព្រះនាងយាងទៅឥតមានទិសដៅអស់អំឡុងយូរថ្ងៃទើបបានទៅដល់អាស្រមតាបោះហើយស្នាក់នៅទីនោះអស់រយៈពេល1ឆ្នាំទ្រង់ក៏មានព្រះតម្រិះយល់ឃើញថារូបខ្ញុំជាស្រីរស់នៅក្នុងព្រៃដូច្នេះមិនល្អទេក៏នមស្ការលាតាបោះត្រឡប់ទៅនៅក្នុងសង្គមមនុស្សវិញតាបោះគិតថាធម្មតាស្រីដើរក្នុងព្រៃតែម្នាក់ឯង
តែជួបនឹងគ្រោះថ្នាក់ផ្សេងបើដូច្នេះអាត្មាអញឲ្យព្រះខ័នទិបនិងមុតចិន្តាមនីដល់ព្រះនាងចុះព្រះរាជធីតាក្រោយពីទទួលបានរបស់វិសេសទាំងពីរយ៉ាងនោះហើយក៏លាលោកតាចេញទៅព្រះនាងយាងកាត់ព្រៃភ្នំដ៏ធំធេងហើយគង់សម្រាប់ព្រះកាយនៅក្រោមម្លប់ឈើមួយដើមគ្រានោះមានបងប្អូនយក្ស2នាក់បានឃើញព្រះរាជធីតាកំពុងទុំលក់យក្សបងចង់ចាប់នាងស៊ីជាអាហារឯយក្សអូនពេញចិត្តនឹងនាងណាស់វាចង់បាននាងធ្វើជាប្រពន្ធហើយនាំគ្នាទុះចូលទៅប្រុងនឹងចាប់ទ្រង់តែព្រះនាងដឹងព្រះកាយទាន់ក៏ចាប់ព្រះខ័នទិបក្រវីឡើងដោយឫទ្ធិចេស្តាយក្សបងក៏ត្រូវស្លាប់ឯយក្សអូនរត់ចូលព្រៃបាត់ទៅព្រះនាងត្រាចចោលទៅក្នុងព្រៃព្រឹក្សាបានសេចក្តីសុខសប្បាយឥតមានឧបសគ្គអ្វីឡើយដរាបទៅដល់ដែនដីវិជ័យនគរកាលនោះរុក្ខទេវតានៅក្នុងព្រៃបានឃើញព្រះនាងប្រកបដោយបញ្ញលក្ខណៈថ្លៃថ្លាសមជាគូនៃព្រះសុវណ្ណវង្សដែលមកប្រថាប់នៅក្នុងព្រៃដើម្បីស្វែងរកដំរីមង្គលទើបកាឡាអាត្មាជាសត្វរមាំងមាសមួយបោលកាត់មុខព្រះពន្លារបស់ព្រះអង្គគ្រាន់តែទ្រង់តូចឃើញរមាំងមាសភ្លាមក៏ឡើងគង់លើពាជីដេញតាមរមាំងមាសនោះរមាំងមាសបោលទៅដល់ព្រះនាងក៏រលីខ្លួនបាត់ទៅព្រះសុវណ្ណវង្សទ្រង់តូចឃើញព្រះរាជកញ្ញាក៏ចាប់ប្រតិស្នេហាណាស់ទើបទ្រង់យាងចូលទៅសួរសុខទុក្ខក្សត្រាក្សត្រីទាំងពីរអង្គក្រោយដែលបានសាកសួរពីជីវប្រវត្តិរួចហើយក៏កើតសេចក្តីស្នេហាទៅវិញទៅមកព្រះសុវណ្ណវង្សអញ្ជើញព្រះនាងឲ្យឡើងគង់លើពាជីជាមួយនឹងទ្រង់ហែហោមដោយរាជបរិពារត្រឡប់ចូលព្រះរាជវាំងវិញក្សត្រាក្សត្រីចូលទៅក្រាបថ្វាយបង្គំព្រះវរមេត្តាហើយលើកព្រះនាងជាអគ្គមហេសីរបស់ទ្រង់ថ្លែងពីព្រះបាទយសរាជបន្ទាប់ពីទ្រង់ស្វាងសុរាហើយក៏ត្រាស់បង្គាប់ភីលៀងឲ្យទៅហៅព្រះរាជធីតាចូលគាល់ពួកភីលៀងនាំគ្នារកព្រះនាងសពទីកន្លែងតែរកពុំឃើញសោះទើបនាំគ្នាយំសោកចូលទៅក្រាបទូលព្រះរាជាតាមដំណើររឿងនិយាយពីព្រះបាទចិត្តវង្សរាជវិញគ្រាន់តែទ្រង់តូចឃើញព្រះនាងឯកបរណីភ្លាមក៏សពព្រះរាជហារតីនិងព្រះនាងណាស់ទើបត្រាស់ឲ្យអបរាជសុវណ្ណវង្សចូលគាល់ហើយត្រាស់ថាណែសុវណ្ណវង្សចូលឯងឲ្យឯកបរណីមកមាននឹងប្រទានសុចិត្រាឲ្យទៅក្មួយវិញព្រះអបរាជទូលថាសូមទ្រង់មេត្តាប្រោសធ្វើដូច្នេះមិនសមគួរទេព្រះរាជាក៏ទ្រង់ស្ងៀមចំណេរតមកដោយភ្លើងតណ្ហាពុះកញ្ជ្រោលព្រះរាជាក៏រិះរកមធ្យោបាយដើម្បីកម្ចាត់អបរាជចេញដោយទ្រង់ត្រាស់ថាសុវណ្ណវង្សឥឡូវទេវតារក្សាព្រះនគរបានប្រាប់យើងថាលោកខ្ញាល់នឹងឯងណាស់នឹងធ្វើឲ្យសុចិត្រាមានជំងឺលុះត្រាតែបានផ្កាគុមុតនៅឯឋានប្រជុំងាកមកបូជាលោកទើបលោកឲ្យសេចក្តីសុខដល់នាងបើមិនដូច្នោះទេព្រះធីតាមុខជាស្លាប់ដូច្នេះចូលឯងទៅរកផ្កាគុមុតមកបូជាទេវតារក្សាព្រះនគរទៅបានព្រះសុវណ្ណវង្សបានស្ដាប់អង្គការស្ដេចមាហើយក៏ជ្រាបថាស្ដេចមាធ្វើឧបាយកលដើម្បីចង់បានព្រះជាយារបស់ទ្រង់ទើបទ្រង់ទូលទៅព្រះរាជាវិញថាទូលព្រះបង្គំសុំឲ្យទ្រង់រងចាំយ៉ាងយូរ7ខែនិងយកផ្កាកុមុតនៅឋានប្រជុំនាគមកថ្វាយព្រះអង្គទូលហើយទ្រង់យាងទៅប្រាសាទរបស់ទ្រង់ត្រាស់ប្រាប់ព័ត៌មាននេះដល់មហេសីហើយទ្រង់ក្រាបថ្វាយបង្គំលាព្រះមេត្តាបានជ្រាបរឿងនេះក៏ខ្ញាល់នឹងព្រះអនុជ
เติบตรงប្រសិទ្ធពរដល់ព្រះរាជបុត្រឯព្រះនាងឯកបូរណីបានថ្វាយព្រះខ័នទិព្វដល់ព្រះស្វាមីសម្រាប់បង្ការសត្រូវផ្សេងគ្រានោះព្រះនាងឯកបូរណីទ្រង់មានព្រះគភ៌5ខែទៅហើយព្រះសុវណ្ណវង្សទូលព្រះមេដាសូមឲ្យលោកជួយថែរក្សាព្រះជាយារបស់ទ្រង់ផងព្រះសុវណ្ណវង្សចាកចេញពីព្រះនគរយាងចូលព្រៃហេមពៀនមានអាមាត្យនិងមន្ត្រីជាច្រើនហែហោមទៅដល់ព្រៃធំធេងទ្រង់ក៏បញ្ជាឲ្យពួកគេទាំងអស់ត្រឡប់ទៅនគរវិញដោយទ្រង់យាងទៅតែអង្គឯងតែប៉ុណ្ណោះព្រះសុវណ្ណវង្សត្រាចរង្គត់ក្នុងព្រៃអស់កំឡុង1ខែទើបបានទៅដល់នគរមួយទ្រង់តូចឃើញគេហដ្ឋានរៀនផ្សារមានទ្រព្យធនមាសប្រាក់ពេជ្រនិលចិន្តាផ្សេងប៉ុន្តែគ្មានមនុស្សឬសត្វរស់នៅឡើយទ្រង់យាងចូលទៅក្នុងប្រាសាទដំណាក់នានារហូតដល់ល្វែងក្រឡាបន្ទុំទ្រង់ពិនិត្យឃើញកន្លឹះវាយន្តបិទបើកបានទ្រង់ក៏ទាញកន្លឹះឡើងក៏ស្រាប់តែតូចឃើញនារីម្នាក់មានរូបឆោមល្អឯកទើបទ្រង់មានបន្ទូលសួរថាសួស្ដីអ្នកនាងហេតុអ្វីបានជានាងនៅតែម្នាក់ឯងដូច្នេះព្រះនាងឃើញទ្រង់ក៏ចេញមកថ្វាយបង្គំហើយទូលថាបបពិតក្សត្រថ្លៃខ្ញុំម្ចាស់ព្រះនាមសុវណ្ណបញ្ចាទេវីនៅក្នុងនគរនេះមានស្រីអរិយទឹកម្នាក់អាស្រ័យនៅដែរដើមឡើយវានៅឯស្រះបោខណីមួយក្នុងព្រៃហេមពៀនបើមានមនុស្សសត្វចុះងូតទឹកឬផឹកវាចាប់ស៊ីមិនឲ្យរួចជីវិតឡើយសម័យថ្ងៃមួយព្រះឯកកោរបស់ខ្ញុំម្ចាស់បានគ្រងរាជ្យនៅនគរនេះស្ដេចចេញទៅប្រពាតព្រៃដើម្បីបរបាញ់ម្រឹកទ្រង់បានគង់លើពេជីដេញតាមម្រឹកបោលទៅហើយបាត់រូបនៅក្បែរស្រះបោខណីដោយគ្មានសេនាណាម្នាក់តាមទ្រង់ទាន់ឡើយហើយស្ដេចចុះស្រង់ទឹកសោយវរីក្នុងទីស្រះនោះព្រះនាងបន្តទៀតថាស្រីអរិយទឹកបានចាប់ទ្រង់បំរុងនឹងស៊ីប៉ុន្តែទ្រង់អង្វរថានឹងបញ្ជូនមនុស្សជាសួយទៅឲ្យវាស៊ីរាល់ថ្ងៃហើយវាក៏ដោះលែងទ្រង់ទៅលុះស្ដេចត្រឡប់មកវិញទ្រង់ក៏យកមនុស្សដែលមានទោសឧក្រិដ្ឋបញ្ជូនទៅឲ្យវាស៊ីរាល់ថ្ងៃក្រោយមកព្រះឯកកោក៏សោយទីវង្គតទៅបន្ទាប់មកព្រះបូបិតាខ្ញុំម្ចាស់ក៏ឡើងគ្រងរាជ្យទ្រង់មិនដែលបញ្ជូនមនុស្សទៅឲ្យវាស៊ីដូចមុនទេហេតុនេះហើយទើបអរិយទឹកខឹងខ្លាំងណាស់ចូលមកចាប់មនុស្សសត្វស៊ីគ្មានសល់នៅក្នុងនគរសូមទ្រង់ជ្រាបក្សត្រីទាំងពីរអង្គទ្រង់បានទំនេរសំណាលសាសងគ្នាទៅវិញទៅមកដោយមេត្រីស្នេហារងចាំមើលដំណើរស្រីអរិយទឹកនោះមកមិនយូរប៉ុន្មានអរិយទឹកជាយក្ខិនីដ៏ធំសម្បើមគួរឲ្យខ្លាចបានមកដល់ឃើញក្សត្រីក៏ស្ទុះបំរុងនឹងចាប់ស៊ីព្រះរាជធីតាភ័យខ្លាំងពេករត់ចូលទៅក្នុងវិញព្រះសុវណ្ណវង្សស្ថិតនៅយ៉ាងអង្អាចចាំប្រយុទ្ធជាមួយយក្ខិនីទ្រង់បានក្រវីព្រះខ័នទិព្វធ្វើឲ្យយក្ខិនីបែកទ្រូងស្លាប់ក្នុងខណៈនោះទៅព្រះរាជធីតាពោលពាក្យសរសើរព្រះអង្គជាអនេកហើយព្រះនាងសុំឲ្យទ្រង់វាសពោះយក្ខិនីយកកែវមณีត្រាំក្នុងសុគន្ធវរីដើម្បីប្រោសឆ្អឹងជននានុជននិងសត្វទាំងឡាយឲ្យមានជីវិតឡើងវិញព្រះរាជាព្រមទាំងអាមាត្យសពមុខមន្ត្រីនិងប្រជាជនព្រមទាំងសត្វចតុបាទទ្វេបាទរស់ដោយប្រកដីវិញទាំងអស់ព្រះរាជាទ្រង់បានអញ្ជើញសុវណ្ណវង្សឲ្យឡើងគ្រងរាជ្យនៅនគរនោះប៉ុន្តែទ្រង់ប្រកែកមិនព្រមទទួលឡើយដោយទ្រង់មានបេសកកម្មត្រូវធ្វើដំណើរទៅមុខទៀតទើបទ្រង់ចូលទៅផ្ញើព្រះនាងសុវណ្ណបញ្ចាទេវីនិងព្រះបិតាក្មេកសិនកាលណាទ្រង់បានផ្កាគុំត់ពីឋានប្រជុំនេះហើយ
ទ្រង់នឹងមកទទួលព្រះនាមទ្រង់បានថ្វាយបង្គំលាព្រះរាជាដោយយកកែវមณีត្រាចចរទៅមកទៀតហើយបានទៅដល់នគរមួយឥតមានមនុស្សម្នាក់ឡើយព្រះសុវណ្ណវង្សបានជួបនឹងទេពកញ្ញាមួយអង្គស្ថិតនៅក្នុងស្គរមានព្រះនាមសុវណ្ណភារីព្រះនាងបានដំណើរហេតុការស្រុកទេសឲ្យទ្រង់ជ្រាបអំពីវិបត្តិកាត់សូននេះដែលបានបណ្ដាលមកពីសត្វឥន្ទ្រីមកចាប់មនុស្សស៊ីកាលនោះព្រះអង្គបានប្រហារសត្វឥន្ទ្រីដោយព្រះខន្តិបហើយវះក្បាលសត្វនោះយកកែវមณีទៅត្រាំក្នុងទឹកក្រអូបរួចទ្រង់យកទឹកនោះទៅប្រោះមនុស្សសត្វឲ្យមានជីវិតឡើងវិញព្រះរាជាទ្រង់មានបំណងនឹងប្រគល់រាជសម្បត្តិដល់ព្រះសុវណ្ណវង្សតែទ្រង់ប្រកែកពុំព្រមទទួលភារកិច្ចនោះទេទ្រង់សុំផ្ញើព្រះនាងសុវណ្ណភារីនិងព្រះបិតាក្មេកហើយទ្រង់យកកែវមณีទូលលាព្រះរាជាចេញទៅរកការគុមុតក្រោយមកទ្រង់បានទៅដល់ស្រះយ៉ាងធំមួយក្នុងព្រៃទ្រង់បានចូលទៅសម្រាកព្រះកាយពលក្រោមដើមនិក្រូធព្រឹកមួយដើមបែរស្រះនោះហើយទ្រង់ចុះបេះផ្លែផល្លាសោយជាក្រយ៉ាស្ងោយកាលនោះស្ដេចវរុណនាគរាជនាំបរិវារនិងសុវណ្ណនាគីឡើងមកក្រសាលទឹករហូតដល់ថ្ងៃរសៀលពេលនោះស្រាប់តែមានគ្រុឌមួយហោះលើអាកាសបានឃើញនាគលេងទឹកយ៉ាងខ្ញៀវខ្ញាក៏ចុះមកចាប់នាគទាំងនោះពួករាជបរពានិងសុវណ្ណនាគីក្រឡេកឃើញគ្រុឌក៏ភិតភ័យជ្រែកដីរត់ទៅឋានទុជនាគវិញសល់តែស្ដេចនាគមិនព្រមរត់គ្រុឌក៏ហក់បំរុងចាប់ស្ដេចនាគសូមរងចាំទេសនាភាគទី2ជាភាគបញ្ចប់សូមជូនរឿងព្រះសុវណ្ណវង្សភាគទី2ជាភាគបញ្ចប់ព្រះសុវណ្ណវង្សឃើញដូច្នោះទ្រង់ក៏ក្រវីព្រះខ័នបណ្ដាលឲ្យគ្រុឌបែកទ្រូងស្លាប់បាត់ទៅស្ដេចវរុណនាគរាជមានសេចក្តីត្រេកអរមហិមាចំពោះព្រះសុវណ្ណវង្សហើយក៏បាននាំទ្រង់ទៅឋានទុជនាគទ្រង់បានថ្វាយផ្កាគុមុតទឹកនិងលើកបុត្រីថ្វាយព្រះអង្គបន្ទាប់មកសុវណ្ណវង្សនិងសុវណ្ណនាគីបានទូលលាស្ដេចនាគរាជត្រឡប់មកកាន់ឋានមនុស្សលោកព្រះសុវណ្ណវង្សនិងព្រះនាងសុវណ្ណនាគីនាំគ្នាទស្សនាទេសភាពព្រៃព្រឹក្សាប្រកបដោយព្រះទ័យស្រស់ថ្លាហើយក៏ឈប់សម្រាកព្រះកាយផ្ទុំនៅក្រោមម្លប់ឈើទាំងពីរអង្គគ្រានោះមានវិជាធមមួយបានឃើញក្សត្រទាំងពីរទុំលក់ក៏ចូលទៅលួចព្រះខ័នហើយគេចខ្លួនបាត់ទៅលុះព្រះអង្គតើនឡើងរកព្រះខ័នពុំឃើញក៏ធ្វើដំណើរទៅមុខទៀតទាំងភិតភ័យជួនជាពេលនោះគ្រុឌហើរមកដល់សុវណ្ណនាគីភ័យខ្លាំងពេកក៏ជ្រែកដីវិលទៅឋានទុជនាគវិញឯព្រះសុវណ្ណវង្សបន្ទាប់ពីប្រយុទ្ធឈ្នះគ្រុឌហើយក៏បាត់សុវណ្ណនាគីរកពុំឃើញការព្រាត់ប្រាសពីគូសង្សារថ្មីថ្មោងបណ្ដាលឲ្យទ្រង់កាត់ទុកក្រៀមក្រំថែមទៀតមិនយូរប៉ុន្មានព្រះឥន្ទ្រាធិរាជបានជ្រាបថាមានវិជាធមជាចោរលួចព្រះខ័នរបស់ព្រះសុវណ្ណវង្សទ្រង់ត្រាស់បញ្ជាឲ្យវិជាធមនោះយកព្រះខ័នទៅថ្វាយព្រះអង្គវិញហើយទ្រង់កាឡាជាពាជីចូលទៅរកព្រះសុវណ្ណវង្សសួរថាណែចៅមាននប់ចុះអ្នកអញ្ជើញទៅណាមកណាតែម្នាក់ឯងដូចនេះព្រះអង្គតបថាបងពាជីអើយខ្ញុំកំពុងតែវង្វេងផ្លូវខ្ញុំចង់ត្រឡប់ទៅនគរវិញណាទ្រង់បានដំណើររឿងរ៉ាវរបស់ទ្រង់ឲ្យពាជីនោះស្ដាប់ពាជីបាននាំព្រះរាជបុត្រចេញទៅព្រះសុវណ្ណវង្សគង់នៅលើពាជីនាំទ្រង់ទៅដល់រតនវិមានមួយ
ទ្រង់យាងចូលទៅបានជួបនឹងទេពធីតាមួយអង្គព្រះនាមរតនវិមានមានរូបឆោមប្រឹមប្រៃប្រដាប់ដោយអលង្ការល្អថ្លៃថ្លាទើបទ្រង់ត្រាស់សួរអំពីដំណើរដែលនាងមកនៅក្នុងវិមាននេះទេពធីតាទូលថាខ្លួននាងទើបនឹងសុទ្ធពីឋានទេវលោកមកចាប់កំណើតក្នុងរតនវិមាននេះហើយនាងទូលសួរទ្រង់អំពីដំណើរព្រៃតែម្នាក់ឯងទ្រង់បានថ្លែងប្រាប់នាងតាមដំណើររឿងរបស់ទ្រង់ហើយថ្លែងវាចាផ្សេងទៀតប្រាប់នាងទទួលស្ដាប់ដោយរីករាយហើយមនុស្សនិងទេពធីតារួមរស់មិត្តត្រីស្នេហាជាទីមនោរម្យក្នុងរតនវិមាននោះទៅព្រះសុវណ្ណវង្សទ្រង់ខ្សែផ្សោយសម្បត្តិទឹកជាមួយនឹងទេពធីតាយ៉ាងសមនោះរីករាយនិយាយពីសុវណ្ណគីបានជ្រែកដីចុះទៅឋាននាគហើយចូលទៅថ្វាយបង្គំព្រះបិតាត្រាស់សួរថាហេតុអីក៏បុត្រត្រឡប់មកវិញចុះសុវណ្ណវង្សនៅឯណាសុវណ្ណគីបានទូលតាមការពិតស្ដេចនាគរាជទ្រង់ខ្ញាល់ជាខ្លាំងតាំងឌីលថ្មេះឲ្យនាងថាជាស្រីមានភក្តីភាពចំពោះស្វាមីហើយស្ដេចនាគត្រាស់បណ្ដេញនាងឲ្យទៅតាមរកស្វាមីវិញបើរកទ្រង់ពុំឃើញទេកុំវិលត្រឡប់មកទីនេះទៀតសុវណ្ណគីត្រាចឡើងមកឋានមនុស្សលោកម្ដងទៀតទៅរកព្រះស្វាមីនៅឯព្រៃត្រាចចរទៅគ្រប់ទិសទីទាំងអស់អំឡុងជាច្រើនរាត្រីស្រាប់តែបានទៅដល់រតនវិមានដែលសុវណ្ណវង្សស្នាក់អាស្រ័យគ្រានោះទ្រង់គង់នៅមាត់បង្អួចនៃរតនវិមានបានទតឃើញសុវណ្ណគីកំពុងយាងតែម្នាក់ឯងទ្រង់ក៏មានបន្ទូលហៅព្រះនាងក្រឡេកទៅឃើញជាស្វាមីមានសេចក្តីត្រេកអរពន់ពេកទុះចូលទៅក្នុងវិមានអោបព្រះស្វាមីដោយក្តីនឹករលឹកព្រះនាងសុវណ្ណគីនិងទេពធីតារតនវិមានបានប្រណិប័តព្រះស្វាមីប្រកបទៅដោយក្តីស្វាមីភក្តិថ្លែងពីព្រះបាទចិត្តវង្សរាជទ្រង់មានព្រះបំណងចង់បានព្រះនាងឯកបរណីណាស់ទ្រង់ព្រះចិន្តាថាពេលនេះសុវណ្ណវង្សចេញពីនគរទៅអស់រយៈពេល5ខែទៅហើយគ្មានដំណឹងអ្វីសោះប្រហែលជាគេស្លាប់ក្នុងព្រៃនោះបាត់ទៅហើយទើបទ្រង់ត្រាស់បង្គាប់សាវជ័យឲ្យទៅហៅព្រះនាងឯកបរណីចូលគាល់ព្រះនាងបានស្ដាប់ពាក្យសាវជ័យហើយយល់ថាព្រះរាជាប្រើព្រះស្វាមីឲ្យទៅពិភពនាគដោយទ្រង់ចង់ពង្រត់ព្រះអង្គចេញពីខ្ញុំទើបព្រះនាងមានព្រះសវន័យប្រាប់សាវជ័យទាំងនោះថាសូមពួកនាងទៅទូលព្រះអង្គផងថាខ្ញុំមានព្រះគភ៌ចាស់ខែណាស់ទៅហើយមិនអាចចូលបង្គំគាល់ទ្រង់បានទេហេតុដូចនេះសូមទ្រង់មេត្តាប្រោសពេលនោះព្រះនាងបានសរសេរលិខិតមួយច្បាប់ដាក់ក្រោមរងព្រះសិរិមានសេចក្តីថាដោយខ្លាចព្រះរាជាបង្ខំទើបខ្ញុំម្ចាស់ភៀសព្រះកាយចេញទៅព្រៃនៃទិសខាងលិចនៃព្រះនគរនេះបើព្រះស្វាមីមានសេចក្តីអាឡោះអាល័យសូមស្ដេចយាងទៅរកខ្ញុំម្ចាស់បើគ្មានទេសូមស្ដេចកុំយាងទៅអីហើយព្រះនាងភៀសព្រះកាយចាក់ចេញពីរាជវាំងព្រះនាងយាងទៅជាច្រើនថ្ងៃបានទៅដល់ឆ្នេរទន្លេមួយហើយឈប់សម្រាកនៅក្រោមដើមឈើមិនយូរប៉ុន្មានទ្រង់ក៏ប្រជញ្ញព្រះឧត្តរប្រសូតព្រះរាជបុត្រដោយសេរីសួស្តីបានសុខសប្បាយទាំងមេត្តានិងបុត្រឥតមានគ្រោះថ្នាក់អ្វីឡើយបន្ទាប់ពីព្រះនាងប្រសូតបុត្ររួចហើយក៏មានយក្ខនី4នាក់កំពុងស្វែងរកអាហារស្រាប់តែបានជួបប្រទះនឹងព្រះនាងក៏នាំគ្នាស្ទុះចូលមកចាប់ព្រះនាងបានរំលឹកគុណលោកតាអេសីហើយរីមុនចិន្តាមនីធ្វើឲ្យយក្ខនីទាំង4រូប
ប្រែចិត្តកោតខ្លាចចេស្តាបារមីនិងមានចិត្តអាណិតមេត្តាទៅវិញនាងយក្ខណីទី1បាន3ព្រះរាជកុមារភូតទឹកយក្ខណីទី2ទៅដងទឹកយក្ខណីទី3បំរុងទឹកក្តៅថ្វាយព្រះនាងយក្ខណីទី4រៀបចំព្រះពន្លាសម្រាប់ព្រះនាងទុំព្រះនាងឯកបរណីបានចិញ្ចឹមព្រះរាជបុត្រក្នុងព្រៃដោយសុខសប្បាយរយៈពេល1ខែនិយាយពីព្រះសវណ្ណវង្សវិញនៅរាត្រីដែលឯកបរណីភៀសព្រះកាយនោះព្រះអង្គបានសូត្របញ្ចាំងចម្លែកគឺឃើញឯកមួយហើរទៅកាន់ដំណាក់ព្រះនាងភិតភ័យខ្លាំងពេកក៏រត់ចេញពីប្រាសាទទៅពេលទ្រង់តើនឡើងយល់ថាប្រហែលជាមហេសីមានរឿងអ្វីមួយពីសំណាក់ព្រះរាជាហើយទើបទ្រង់មិនបង្អង់យូរឡើយទ្រង់វាយខ្សែពិនទី1ធ្វើឲ្យរតនវិមានអណ្ដែតឡើងទៅលើអាកាសទ្រង់វាយខ្សែពិនទី2រតនវិមានលឿនស្លេវសំដៅទៅយកសវណ្ណភារីទ្រង់វាយខ្សែទី3រតនវិមានហោះសំដៅទៅទទួលសវណ្ណបញ្ចាទេវីហើយទ្រង់ចេញដំណើរតាមផ្លូវអាកាសតទៅទៀតដល់រាប់បានទៅដល់ជ័យវង្សនគររតនាវិមានស្ថិតនៅលើអាកាសត្រង់ពាក់កណ្ដាលនគរមនុស្សពេញនគរគ្រាន់តែឃើញរតនវិមាននោះភ្លាមក៏ភ្ញាក់ផ្អើលនាំគ្នាឈោលមើលត្រៀបត្រានៅហេតុការណ៍ដ៏ចម្លែកនេះចំណែកអាមាត្យស្គាល់ជាព្រះសវណ្ណវង្សក៏នាំគ្នាឡើងទៅក្រាបទូលព្រះបាទចិត្តវង្សរាជថាសូមទ្រង់ជ្រាបព្រះឧបរាជសវណ្ណវង្សយាងត្រឡប់មកវិញហើយទ្រង់ប្រថាប់ក្នុងវិមាននៅលើអាកាសឯណោះព្រះរាជាទតឃើញវិមានអណ្ដែតដែលមានទេពធីតាប្រកបដោយរូបសម្បត្តិថ្លៃថ្លាក៏មានប្រតិស្នេហាជាខ្លាំងហើយទ្រង់ឡើងចណ្ដើរវិមានដោយប៉ុនប៉ងនិងពិឃាតព្រះឧបរាជជាក្មួយដណ្ដើមយកនារីទាំងនោះប៉ុន្តែទ្រង់ភ្លិតស្នៀតត្រូវធ្លាក់ចុះមកដល់ដីវិញក្នុងខណៈនោះព្រះធរណីក៏ស្រូបយកព្រះបាទចិត្តវង្សរាជក្នុងពេលនោះទៅព្រះសវណ្ណវង្សមានប្រតិតក់ស្លុតសង្វែកនឹងព្រឹត្តិការណ៍នេះណាស់ទ្រង់យាងចុះពីរតនវិមាននាំព្រះមហេសីទាំង4ថ្វាយបង្គំព្រះវរមេដាហើយទូលសួរអំពីឯកបរណីតើប្រសូតបុត្រហើយឬនៅព្រះមេដាសន្តាប់ហើយក៏ទ្រង់ព្រះកន្សែងថ្លែងព្រះសវណ្ណីថាថ្ងៃដែលព្រះរាជាត្រាស់ហៅព្រះនាងឲ្យចូលគាល់ព្រះនាងមិនបានចូលគាល់ព្រះអង្គទេបែរជាភៀសប្រកាយតាំងពីថ្ងៃនោះមកព្រះសវណ្ណវង្សទ្រង់ព្រួយប្រតិយជាខ្លាំងហើយស្ដេចយាងទៅក្នុងព្រះរាជដំណាក់ទតឃើញសម្បត្តិនៅក្រោមរោងព្រះសិរិទើបព្រះចិន្តាថាព្រះជាយារត់ចេញទៅពួននៅក្នុងព្រៃទិសខាងលិចព្រះនគរទ្រង់យាងទៅទិសខាងលិចរយៈពេល5ថ្ងៃទើបទ្រង់បានជួបនឹងព្រានសន្ទូចម្នាក់ត្រាស់សួរថាណែបងនេសាទអ្នកបានឃើញនារីម្នាក់មានតីពោះឬមានកូនខ្ចីដែរឬទេអ្នកនេសាទឆ្លើយថាកាលពីម្សិលមិញខ្ញុំបានឃើញស្រីម្នាក់មានកូនតូចនៅក្បែរកំពង់ទឹកនេះឯងព្រះសវណ្ណវង្សមានប្រតិសោមមនុស្សណាស់ទ្រង់យាងទៅមុខទៀតក៏ឮសំឡេងក្មេងយំហើយទ្រង់ក៏បានជួបនឹងព្រះនាងឯកបរណីព្រះនាងបានទតឃើញព្រះស្វាមីក៏ស្ទុះមកអោបព្រះអង្គព្រះកន្សែងថ្លែងប្រាប់ពីហេតុភេទឲ្យព្រះស្វាមីសន្តាប់ព្រះសវណ្ណវង្សទទួលយកព្រះរាជបុត្រហើយទ្រង់ថ្លែងរឿងរបស់ព្រះពេតុលាសោយទីវង្គតហើយក្សត្រាស្ត្រីទាំង2អង្គទ្រង់ធ្វើដំណើរទៅកាន់មាតុភូមិនិវត្តន៍គ្រានោះមានស្រីអរិយទឹកម្នាក់បានឃើញព្រះសវណ្ណវង្សមានរូបឆោមសោភាក៏ចាប់ចិត្តប្រតិបត្តិស្នេហាជាខ្លាំងតាំងគិតរកមធ្យោបាយដើម្បីយកព្រះអង្គទើបនាងអរិយទឹក
កាឡាខ្លួនជាដូនចាស់ម្នាក់អុំទូកតាមដងទន្លេព្រះសុវណ្ណវង្សមានបំណងចង់ឆ្លងទៅត្រើយម្ខាងទ្រង់ទតឃើញដូនចាស់អុំទូកទ្រង់ស្មានជាមនុស្សស្រីធម្មតាក៏ហៅគាត់ឲ្យចូលទូកមកទ្រង់សុំឲ្យដូនចាស់ជួយចម្លងទ្រង់និងមហាឥសីទៅត្រើយម្ខាងនាងអរិយទឹកត្រេកអរណាស់ដោយសំតាមបំណងក៏ចូលទូកទៅចតជាប្រញាប់ក្សត្រាក្សត្រីយាងចុះទូកដូនចាស់អង្គុយនៅកន្សែងទូកព្រះនាងឯកបរណីនៅកណ្ដាលឯព្រះស្វាមីនៅក្បាលទូកលុះទូកចេញទៅដល់ពាក់កណ្ដាលទន្លេក៏បណ្ដាលឲ្យមានខ្យល់ព្យុះយ៉ាងខ្លាំងមេឃងងឹតចុះអាប់ពេញផ្ទៃទឹកនៅឱកាសនោះដូនចាស់ខ្លែងខ្លាយបានចាប់ព្រះទេពីទម្លាក់ទឹកហើយក៏កាឡាខ្លួនជាព្រះទេពីបីព្រះរាជបុត្រជំនួសវិញលុះស្វាងព្រះកាយបន្តិចក៏ទូលព្រះស្វាមីថាដូនចាស់ធ្លាក់ទឹកបាត់ទៅហើយមិនដឹងជាធ្លាក់តាំងពីកាលណាទេដូច្នេះសូមទ្រង់បីព្រះរាជបុត្រចុះខ្ញុំម្ចាស់អុំទូកឲ្យដល់ត្រើយម្ខាងក្រែងមានខ្យល់ព្យុះមកទៀតឯទារុនោះស្រែកយំយ៉ាងខ្លាំងព្រោះនៅក្នុងដៃយក្ខិនីលុះត្រាតែព្រះបិតា3ទើបគេបាត់យំដូច្នេះព្រះបិតាត្រូវទទួលភារៈបីព្រះរាជបុត្រវិញឯព្រះនាងឯកបរណីក្រោយដែលនាងយក្ខិនីច្រានទម្លាក់ទឹកទៅហើយនោះមានទេពធីតារក្សាទន្លេបានឃើញជាក់ច្បាស់ក៏ជួយស្រង់ព្រះនាងយកទៅដាក់ដល់ត្រើយដោយសុវត្ថិភាពប៉ុន្តែទ្រង់នឹករលឹកដល់ព្រះរាជបុត្រនិងព្រះស្វាមីពុនពេកទ្រង់ព្រះកន្សែងឥតលហែចំណែកព្រះសុវណ្ណវង្សទ្រង់នាំមហេសីជាស្រីអរិយទឹកដរាបដល់ព្រះនគរដោយឥតសង្ស័យសោះឡើយបាននាំនាងចូលទៅថ្វាយបង្គំព្រះវរមេដាបន្ទោសបុត្រប្រសាថាបុត្រនេះរត់ទៅមិនប្រាប់នរណាឲ្យដឹងសោះឡើយហើយទ្រង់ទទួលព្រះរាជនន្តាទៅ3រួចប្រគល់ដល់ដៃនាងអរិយទឹកព្រះរាជកុមារក៏យំយ៉ាងខ្លាំងហាក់ដូចជាភ័យខ្លាចណាស់ទើបព្រះរាជឯយិកាទទួលភារៈចិញ្ចឹមរក្សាព្រះរាជនន្តាព្រះទេពីទាំងអស់នាំគ្នាមកថ្វាយបង្គំព្រះស្វាមីនិងព្រះមហេសីទី1ព្រះនាងសុវណ្ណគីបានឃើញនាងអរិយទឹកមានភ្នែកក្រហមខុសពីមនុស្សលោកក៏ស្គាល់ថានាងនេះមិនមែនជាមនុស្សធម្មតាឡើយហើយថ្លែងប្រាប់មហេសីទាំង4រូបទៀតប៉ុន្តែព្រះនាងពុំហ៊ានទូលព្រះស្វាមីក្រែងទ្រង់ពុំជឿលុះដល់ពេលរាត្រីទេពធីតារក្សាទន្លេបានមកសឹបដាក់ព្រះការព្រះសុវណ្ណវង្សថានាងនេះមិនមែនជាឯកបរណីទេនាងគឺជាស្រីអរិយទឹកនឹងរៀបរាប់រឿងរ៉ាវគ្រប់ដល់ព្រះសុវណ្ណវង្សនិងទីកន្លែងដែលឯកបរណីបានស្នាក់នៅលុះព្រះសុវណ្ណវង្សតើនឡើងក៏បញ្ជាឲ្យពួកអាមាត្យចាប់នាងឯកបរមីខ្លែងខ្លាយចងដោយចំណង5ប្រការនាំខ្លួនចុះទឹកសម្ដៅទៅកាន់ទីដែលទ្រង់សុំដូនចាស់ចម្លងហើយទ្រង់បានជួបនឹងព្រះនាងឯកបរណីនៅទីនោះដោយពាក្យទេពធីតាប្រាប់មែនទ្រង់ទទួលព្រះនាងឲ្យយាងចុះទូកហើយទ្រង់ប្រហារនាងអរិយទឹកដោយព្រះខ័នទឹកទម្លាក់ទៅក្នុងទន្លេទើបទ្រង់ត្រឡប់មកនគរវិញព្រះនាងឯកបរណីបានទតឃើញព្រះរាជបុត្រមានប្រតិត្រេកអរពន់ពេកប្រមាណក៏ស្ទុះទៅទទួល3ព្រះរាជបុត្រព្រះរាជបុត្រក៏សម្ដែងទឹកមុខសប្បាយរីករាយបាត់យំស្រែកដូចមុនទៀតដែរឯព្រះទេពីទាំង4អង្គបានដឹងថាព្រះទេពីឯកបរណីបានមកដល់ហើយក៏នាំគ្នាចេញទៅស្វាគមន៍ថ្វាយបង្គំមហេសីបងតាមទំនៀមទម្លាប់តាំងពីពេលនោះតមកព្រះទេពីទាំង5អង្គបានប្រណិប័ត
ព្រះរាជស្វាមីដោយភក្តីភាពកាលជ័យវង្សនគរបានប្រកបដោយសន្តិភាពនិងសេចក្តីសុខហើយប្រជាពលរដ្ឋគ្រប់ជាន់ឋានៈមានសេចក្តីសុខសប្បាយកាលនោះមានសេនាបតីនិងបរោហិតព្រមព្រៀងគ្នាក្រាបបង្គំទូលព្រះឧបរាជសុវណ្ណវង្សឲ្យឡើងគ្រងរាជ្យបន្តរាជវង្សតាមរាជប្រពៃណីទ្រង់ត្រាស់ថាបើអ្នករាល់គ្នាព្រមព្រៀងថ្វាយរាជសម្បត្តិដល់យើងឥតមានជំទាស់អ្វីទេប៉ុន្តែក្នុងពិធីរាជាភិសេកនេះសូមឲ្យអ្នករាល់គ្នានាំព្រះនាងសុចិត្រាជាព្រះរាជធីតាព្រះចៅមាដែលទ្រង់បានព្រះរាជទានដល់យើងរួចហើយនោះមកចូលរួមអភិសេកជាមួយនឹងយើងផងអាមាត្យសមុខមន្ត្រីក៏ប្រណិប័តតាមព្រះរាជអង្ការសពគ្រប់តាំងពីពេលនោះមកព្រះសុវណ្ណវង្សទ្រង់មានព្រះនាមថាព្រះសុវណ្ណវង្សរាជទ្រង់មានជាស្ដាបារមីល្បីល្បាញក្នុងចម្ពោះទ្វីបឯព្រះរាជបុត្រដែលប្រសូតពីព្រះនាងឯកបរណីនៅថ្ងៃធ្វើពិធីមង្គលតាំងនាមក្រុមញាតិមានសម្ដេចព្រះអាយិកាជាប្រធានបានតាំងព្រះនាមថាចៅបរណវង្សកុមារចំណេរតមកកុមារមានប្រជញ្ញ5វស្សាមានចរិយាប្រពៃថ្លៃថ្នូរជាទីសពប្រតិនៃព្រះវរបិតាមេដាណាស់ឯព្រះនាងឯកបរណីទ្រង់នឹករលឹកដល់ព្រះវរបិតាមេដានៅឯនគរចង់ត្រឡប់ទៅសួរសុខទុក្ខព្រះបិតាដែលបានព្រាត់ប្រាសជាយូរណាស់មកហើយទើបព្រះនាងចូលទៅគាល់ព្រះស្វាមីក្រាបទូលពីបំណងនេះព្រះបាទសុវណ្ណវង្សរាជត្រាស់បង្គាប់ឲ្យសេនាបតីឲ្យរៀបចំសេនាទាំង4កងស្ដេចនឹងលើកចេញទៅកាន់អរិធនគរព្រមទាំងព្រះទេពីទាំង6អង្គលើកចតុរង្គសេនាយាត្រាទៅអរិធនគរអស់អំឡុងពេល3ខែទើបទៅដល់អរិធនគរព្រះនាងឯកបរណីបានក្រាបទូលថ្លែងរឿងរ៉ាវរបស់ព្រះនាងយ៉ាងពិស្ដារដែលជារឿងកំសត់ក្រៃលែងក្នុងជីវិតព្រះវរបិតាមេដាព្រមទាំងញាតិវង្សនិងពួកសៅជ័យស្រីស្នំអត់ទ្រាំទប់នឹងសំណោកពុំបានឡើយដោយក្តីអាណិតអាសូរព្រះរាជធីតាយ៉ាងពន់ពេកព្រះបាទសុវណ្ណវង្សរាជទ្រង់ប្រថាប់នៅអរិធនគរអស់មួយព្រះវស្សាទើបទ្រង់យាងទូលព្រះវរបិតាមេដានាំព្រះរាជទេពីធ្វើដំណើរមកកាន់មាតុភូមិនិវត្តន៍វិញហើយរស់នៅយ៉ាងសុខសាន្តតរៀងទៅបាទក្នុងរឿងព្រេងនេះដែរក៏សន្មតថាចប់ដោយបរិបូរណ៍សូមអស់លោកស្រីអ្នកនាងកញ្ញាជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗសូមគោរពជូនពរអស់លោកស្រីអ្នកនាងកញ្ញាជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ទិវារាត្រីសូមអរគុណ